សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមានរៀនទៀតតើតើជាមួយពាក្យនិងប្រយោគភាសាអង់គ្លេសចឹងណាចឹងពាក្យនេះយើងអានថា insight ការយល់ដឹងស៊ីជម្រៅពីអីមួយចឹងទៅ meditation give spiritual insight សមាធិផ្ដល់នូវការយល់ដឹងស៊ីជម្រៅខាងវិញ្ញាណតើនេះហ្នឹងហើយចឹងមនុស្សយើងពេលខ្លះទៅនិយាយខាងសាសនាណាគេថាមនុស្សយើងខ្លួនរាងកាយក៏សម្បកយើងដើរដោយវិញ្ញាណចឹងណាសតិតើនេះយល់ឯហ្នឹងណាហ្នឹងហើយចឹងនៅពេលណាដែលយើងសមាធិយើងអាចយល់ដឹងពីសភាពពិតច្រើនដល់នេះហ្នឹងហើយប៉ុន្តែយើងអត់មានសមាធិក្នុងខ្លួនទេយើងរៀងច្បុកច្បល់ហ្នឹងហើយអត់ដឹងត្រូវខុសអីទេតើនេះអត់ដឹងថាសភាពពិតរបស់រឿងហ្នឹងវាមិនទេតើនេះអញ្ចឹងព្យាយាមសមាធិទាំងអស់គ្នាតើនេះហ្នឹងហើយ5នាទី10នាទីអញ្ចឹងទៅណាហ្នឹងហើយទី2 share your business insight ចែករំលែកការយល់ដឹងស៊ីជម្រៅពីអាជីវកម្មរបស់អ្នកមានន័យថាអាជីវកម្មហ្នឹងរកស៊ីហ្នឹងវាចំណេញអាម៉េចវាខាតអាម៉េចដើមទុនវាអាម៉េចតិជននៅណាតើនេះហ្នឹងហើយប្រហែលឆ្នាំ break even ណាហ្នឹងប្រហែលឆ្នាំរួចខ្លួនអីចឹងទៅហ្នឹងហើយអញ្ចឹងតើយើងយល់ដឹងពីអាជីវកម្មហ្នឹងរបស់យើងដែរបានយើងរកទៅវាសង្ឃឹមថាបានជោគជ័យវាច្រើនប៉ុន្តែមិនមែនចេះរកតាមគេឲ្យគិតថាជោគជ័យទេអត់ទេតើនេះតើយើងមានជំនាញយើងយល់ដឹងពីអាជីវកម្មហ្នឹងដែរតើនេះទី3 I gain a new insight ខ្ញុំទទួលបានការយល់ដឹងថ្មីមួយតើនេះហ្នឹងហើយអីមួយចឹងណាដូចមេរៀននេះចឹងទៅតើនេះហ្នឹងហើយចឹងពុកប៉ុណ្្នឹងហើយបើចង់រៀនភាសាអង់គ្លេសជាមួយលោកគ្រូតាមអនឡាញជាការបង្វឹកមករៀននៅចេះតំណតាម Telegram English with Campbell និងខាង Telegram នេះហើយតំណសូព័ត៌មានតើ right so bye bye